ពេលពិធីបុណ្យឆេងម៉េងឬក៏គេហៅថាពិធីសែនភ្នំជារៀងរាល់ឆ្នាំនៅក្នុងចន្លោះពីពាក់កណ្ដាលខែ3រហូតដល់ថ្ងៃទី5ខែ4គឺបងប្អូនខ្មែរដែលចុះខ្សែស្រឡាយចិនឬក៏បងប្អូនជនជាតិចិនតែងតែកាន់ពិធីបុណ្យឆេងម៉េងនេះឡើងដែលជាកិច្ចពិធីដ៏ប្រពៃថ្លៃថ្លាដែលប្រារព្ធឡើងសម្រាប់ឧទ្ទិសដល់កុមារឬបុព្វការីជនដែលខ្លួនបានចែកឋានទៅប្រកបដោយទឹកចិត្តជ្រះថ្លាយ៉ាងប្រពៃបំផុតប៉ុន្តែបងប្អូនក្រុមគ្រួសារសាច់ញាតិនៅពេលដែលទៅសែនភ្នូគឺតែងតែប្រកាន់នូវដំណំ8យ៉ាងដំណំទី1នោះគឺជៀសវាងការស្លៀកពាក់ឆើតឆាយអ្នកដែលទៅសែនឬក៏បោះសម្អាតភ្នូគឺត្រូវបម្រាមជាពិសេសក្នុងការស្លៀកពាក់សម្លៀកបំពាក់ពណ៌ឆើតឆាយដូចជាពណ៌ស្វាយពណ៌ក្រហមឬក៏មានរូបផ្កាជាដើមហើយយើងត្រូវស្លៀកពណ៌ឬសម្លៀកបំពាក់ដែលមានពណ៌រាងចាស់ចាស់ស្លៀកពាក់ឲ្យបានត្រឹមត្រូវមានចរិតដឹកវាសមសួនដើម្បីបង្ហាញទៅការគោរពដល់ជាដូនជីតាសូម្បីតែខោក្នុងឬក៏អាវក្នុងព្រមទាំងគ្រឿងអលង្ការពណ៌ឆើតឆាយគឺត្រូវហាម5ជាដាច់ខាតបំរាមទី2គឺមុននឹងត្រូវសម្អាតភ្នូល្អបំផុតអ្នកត្រូវតែតមអាហារនៅមុនពេលអ្នកចេញដំណើរទៅសែនភ្នូគួរណាតែតមអាហារឬក៏គ្រាន់តែញ៉ាំអាហារបួសដើម្បីឲ្យមានភាពជាជីវធម៌បង្ហាញដល់ការគោរពដល់ជីដូនជីតាហើយនៅពេលដែលសែនភ្នូរួចទើបចាប់ផ្ដើមញ៉ាំអាហារជាធម្មតាវិញបំរាមទី3អ្នកគួរជៀសវាងការលេងសើចនិងការជេរបញ្ចូលគ្នាទៅវិញទៅមកនៅពេលដែលសែនបោះសម្អាតភ្នូអ្នកគួរតែមានអត្តចរិតរឹងមាំមើងម៉ាត់មិនត្រូវនិយាយស្ដីលេងច្រើននោះទេហើយហាមដាច់ខាតមិនត្រូវមានចំនួនរវាងគ្នានឹងគ្នាឬក៏ជេរកូនចៅនោះឡើយពីព្រោះទីបញ្ចុះសពគឺជាកន្លែងដែលដូនតាស្លាប់ទៅនិងស្លាប់នៅដូច្នោះយើងមិនគួរត្រូវដើររំលងភ្នូឬក៏របស់របរដែលសែនព្រេននោះទេជាពិសេសគឺហាមស្រែកលោឡាឬក៏ស្រែកក្អាកក្អាយជេរប្រមាថគ្នាជាដាច់ខាតសម្រាប់បំរាមទី4គឺតមការបត់ជើងទាំងតូចទាំងធំនៅលើភ្នូឬក៏នៅបរិវេណជុំវិញភ្នូនោះឯងគុំបណ្ដោយឲ្យកុមារតូចបត់ជើងតូចឬក៏បន្តោបងនៅលើភ្នូចំណែកមនុស្សធំត្រូវជៀសវាងការខាក់ស្ដោះបើទោះជានៅលើភ្នូនោះមានស្មៅដកឧបទ្រពបិទចិត្តយ៉ាងណាក៏ដោយបំរាមទី5ត្រូវហាមដាច់ខាតមិនឲ្យថតដោយប្រើកាយវិការច្រងែងច្រងាំងនោះទេការថតរូបជាមួយភ្នូរបស់ដូនតាគឺអាចបង្ហាញពីការគោរពចំពោះដូនតាឬក៏កេរដំណែលរបស់គ្រួសារទាំងមូលដូច្នោះហើយកូនចៅជំនាន់ក្រោយចង់ថតរូបជាមួយដូនតាតែរក្សានូវភាពត្រឹមត្រូវដើម្បីបង្ហាញពីភាពថ្លៃថ្នូររបស់ជីដូនជីតាដូច្នោះហើយគេបំរាមដាច់ខាតក្នុងការថតរូបច្រងែងច្រងាងបែបលេងសើចឬក៏ selfie ជាដាច់ខាតយើងត្រូវតែរក្សានូវភាពថ្លៃថ្នូរការគួរសមដើម្បីជាការគោរពដល់អ្នកដែលស្លាប់ទៅសូមប្រុងប្រយ័ត្នចំពោះការថតរូបនៅទីបញ្ចុះសពមិនថាថតដែលអ្នកបោះសម្អាតភ្នូឬក៏ការថតរូបនៅលើភ្នូដូនតាទេត្រូវតែប្រុងប្រយ័ត្នកុំថតឲ្យជាប់អ្នកដទៃបំរាមទី6គឺហាមដាច់ខាតក្នុងការយកផ្កាឬក៏ស្មៅដែលដុះនៅលើភ្នូត្រឡប់ទៅផ្ទះវិញជាដាច់ខាតបើនៅពេលដែលយើងទៅបោកផ្កាឬក៏ស្មៅនៅលើរុក្ខជាតិដទៃទៀតនៅលើភ្នូជៀសវាងការបេះយកផ្កាឬក៏រុក្ខជាតិទាំងនោះទៅផ្ទះវិញបំរាមទី7យើងត្រូវជៀសវាងយកធូបទៀនត្រឡប់ទៅផ្ទះវិញជាដាច់ខាតពេលបោះសម្អាតភ្នូតែងតែត្រូវនៅគ្រាសក្ការៈកដាសែងធូបទៀនផ្សេងដើម្បីដុតបូជាដល់ញាតិសន្តានដែលបានចែកឋានទៅអ្នកត្រូវចងចាំថាគ្រឿងសក្ការៈដូចជាក្រដាសសែងទៀនធូបដែលនៅសល់គឺហាមយកទៅផ្ទះវិញជាដាច់ខាតបំរាមទី8យើងមិនត្រូវចោលសម្រាប់ផ្ដេសផ្ដាស់មិនថាកន្ទុយបារីក្រដាសសែងថង់ដបទឹកឬក៏វត្ថុអ្វីក៏ដោយយើងមិនត្រូវអស់វាចោលពីវាពីកាលនោះទេការធ្វើបែបនេះប្រៀបដូចជាយើងមើលងាយដល់ជីដូនជីតាឬក៏អរិយអត្តានៃទីនោះចឹងដែរដូច្នោះហើយយើងហាមដាច់ខាតក្នុងការខាក់ស្ដោះចោលសម្រាប់កន្ទុយបារីក្រដាសសែងផ្សេងៗពីដាស់នៅត្រង់តំបន់សែនភ្នូនោះ
ការដែលយើងធ្វើបានជាប់ជួនល្អបានន័យថាយើងគោរពនៅជីដូនជីតានិងក្នុងដូនតារបស់យើងហើយពួកគាត់ក៏បាននឹងតបស្នងមកយើងវិញដោយការមើលថែរក្សាកូនចៅជំនាន់ក្រោយឲ្យរកទទួលទានមានបានជានិច្ចផងដែរអ្វីដែលបានរៀបរាប់ខាងលើនេះគឺជាដំណំរបស់ជនជាតិចិនដែលមានចុកសាសាឡាយចិនគាត់បានរៀបរាប់តាមជំនឿតៗគ្នាតាំងពីបរមបុរាណមកលោកអ្នកឲ្យពិចារណានិងអនុវត្តទៅតាមការគួរ